ក្តីជូនដំណឹងស្តីពីការជ្រើសរើសសិស្សអាហារូបករណ៍ឲ្យចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំសម្រាប់ឆ្នាំសិក្សា 2025-2026 មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈស្ថិតនៅក្រោមឱវាទក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថានៅក្នុងឆ្នាំសិក្សា 2025-2026 នេះមជ្ឈមណ្ឌលនឹងធ្វើការជ្រើសរើសសិស្សទាំងពីរភេទឲ្យចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 1, 2, 3 សម្រាប់ថ្នាក់អាហារូបករណ៍ 100% សរុបចំនួន 3,900 កន្លែងទៅតាមមុខជំនាញដូចខាងក្រោម 1. ធុរកិច្ចភេសជ្ជៈចំនួន 875 កន្លែង 2. ការចម្អិនម្ហូបចំនួន 210 កន្លែង 3. សេវាកម្មសម្អាងកាយចំនួន 1,155 កន្លែង 4. សេវាកម្មកាត់សក់បុរសចំនួន 490 កន្លែង 5. ការថែទាំនិងជួសជុលរថយន្តចំនួន 315 កន្លែង 6. ការថែទាំនិងជួសជុលតូចក្រយានយន្តចំនួន 455 កន្លែង 7. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន 315 កន្លែង វេនសិក្សាអាចជ្រើសរើសវេនសិក្សាណាមួយក្នុងចំណោមវេនសិក្សាដូចខាងក្រោមនេះសម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលព្រឹកនិងរសៀលសិក្សារយៈពេល 4 ខែសម្រាប់ថ្ងៃច័ន្ទដល់សុក្រវេនពេលព្រឹកសិក្សារយៈពេល 6 ខែសម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេនរសៀលសិក្សារយៈពេល 6 ខែសម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេនពេលយប់សិក្សារយៈពេល 8 ខែសម្រាប់ថ្ងៃសៅរ៍អាទិត្យវេនពេលព្រឹកនិងរសៀលសិក្សារយៈពេល 8 ខែសម្រាប់ថ្ងៃអាទិត្យវេនពេលព្រឹកនិងរសៀលសិក្សារយៈពេល 12 ខែលក្ខខណ្ឌចុះឈ្មោះចូលរៀនសម្រាប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 1 យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសចូលរៀនដោយមិនបង់ថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលបណ្ដុះបណ្ដាលចំណែកបងប្អូនកម្មករនិយោជិតនិងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរៀនដោយមិនបង់ថ្លៃសម្រាប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 2 បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 1 សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 3 បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 2 ការទទួលពាក្យចាប់ផ្ដើមទទួលពាក្យសុំឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅកន្លែងទទួលពាក្យចំពោះព័ត៌មានលម្អិតផ្សេងសូមអញ្ជើញតាក់ទងនៅកន្លែងផ្ដល់ព័ត៌មាននិងចុះឈ្មោះចូលរៀននៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យនៅរៀងរាល់ម៉ោងធ្វើការដែលមានទីតាំងស្ថិតនៅភូមិនិគមលើឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំខាងកើតជាប់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំទូរស័ព្ទលេខ 093 381 711 097 999 9201 097 371 8492 015 776 887 017 225 999 កាលបរិច្ឆេទថ្ងៃចូលរៀនសម្រាប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 1 ចូលរៀននៅក្នុងសប្តាហ៍ទី 1 នៃខែនីមួយៗជារៀងរាល់ខែសម្រាប់កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ 2 និង 3 ចូលរៀននៅថ្ងៃច័ន្ទ 15 កើតខែមិញឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2026 សូមអរគុណ